បងប្អូនទាំងអស់គ្នាការបំពេញព័ត៌មានគ្រប់ជ្រុងជ្រោយនៅក្នុងទំព័រ Facebook របស់យើងឬក៏នៅក្នុង Facebook Page របស់យើងវាពិតជារឿងសំខាន់វាដូចទៅនឹងការបំពេញព័ត៌មានផ្សេងនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់យើងដូចគ្នាហើយយើងជជែកគ្នាថ្ងៃមុនគណនី Facebook មួយយើងអាចបង្កើតទំព័រ Facebook ឬក៏យើងអាចបង្កើត Facebook Page បានច្រើនហើយថ្ងៃមុនយើងបានបង្កើតមួយរួចហើយនៅពេលនេះយើងនឹងមកជជែកគ្នាអំពីការបំពេញព័ត៌មានផ្សេងនៅក្នុងទំព័រ Facebook របស់យើងដែលយើងបានបង្កើតថ្ងៃមុនបន្តទៅទៀតព្រោះអីកាលណាទំព័រ Facebook របស់យើងអត់បានបំពេញព័ត៌មានគ្រប់ជ្រុងជ្រោយទេយើងមើលទៅវាអត់សូវតាក់ទាញមើលទៅអត់សូវតំណងមើលទៅអត់ផ្លូវការបាទមើលទៅអត់ផ្លូវការអញ្ចឹងវាជាការបញ្ជាក់អំពីអត្តសញ្ញាណរបស់យើងផងដែរកាលណាយើងបានបំពេញគ្រប់ជ្រុងជ្រោយហើយយើងបានបំពេញព័ត៌មានមើលទៅគួរឲ្យតាក់ទាញផងដែរនោះបាទអញ្ចឹងយើងចាប់ផ្ដើមនៅពេលដែលយើងបើក Facebook មកជាទូទៅវាចេញមករបៀបនេះបងប្អូនវាចេញមករបៀបនេះយើងចុចនៅត្រង់ចុច3ខាងលើហើយយើងចុចនៅត្រង់សញ្ញាព្រួញចុះក្រោមនេះដោយសារយើងបានបង្កើតទំព័រ Facebook ថ្ងៃមុនបានមួយអញ្ចឹងវាលោតនៅខាងក្រោមនេះមួយបើយើងបង្កើតបានច្រើនវានឹងលោតមកច្រើនហើយនៅខាងក្រោមនេះគឺជាគណនីផ្សេងមានន័យថា Facebook ផ្សេងដោយសារនៅក្នុងទូរស័ព្ទរបស់ខ្ញុំនេះមានគណនី Facebook ថ្ងៃមុនបងប្អូនបានឃើញហើយ3រួចរាល់ហើយយើងបានបង្កើតគណនី Facebook ឈ្មោះ Baku KH ថែមមួយទៀតអញ្ចឹងវាឡើង4អញ្ចឹងនៅត្រង់គណនីផ្សេងនេះមានន័យថាវាជាគណនី Facebook 3ផ្សេងទៀតដែលមាននៅក្នុងទូរស័ព្ទដៃនេះស្រាប់បាទអញ្ចឹងអ្វីដែលយើងចង់កែប្រែហ្នឹងគឺនៅក្នុង page នៅក្នុងទំព័រ Facebook របស់យើងអញ្ចឹងយើងចូលមកកាន់ទំព័រ Facebook របស់យើងទាំងអស់គ្នាបងប្អូនយើងចុចទំព័រ Facebook របស់យើងដែលមានឈ្មោះកសិដ្ឋាន Baku នេះវាចេញមករបៀបនេះបងប្អូនចុចនៅលើរូបខាងរូបគណនីទំព័រ Facebook របស់យើងហើយចុចនៅត្រង់នេះហើយយើងអូសមកខាងលើបន្តិចបងប្អូនឃើញអំពីបាទយើងចុចនៅត្រង់អំពីបងប្អូនអូសទៅលើយើងចុចមើលទាំងអស់អំពីបងប្អូនមើលនៅត្រង់នេះគឺជាកន្លែងដែលយើងត្រូវបំពេញព័ត៌មានផ្សេងនៅក្នុងទំព័រFacebook របស់យើងបាទនេះជាកន្លែងដែលយើងត្រូវបំពេញបងប្អូនវាស្រដៀងទៅនឹងការបំពេញព័ត៌មានផ្សេងនៅលើគណនី Facebook ដូចគ្នាបាទការបំពេញព័ត៌មាននៅលើទំព័រ Facebook វាស្រដៀងទៅនឹងការបំពេញព័ត៌មានផ្សេងនៅលើគណនី Facebook របស់យើងដូចគ្នាបងប្អូនចែកអត់ដាច់គណនី Facebook ហើយនឹងទំព័រ Facebook គណនី Facebook ហើយនឹងទំព័រ Facebook គណនី Facebook មួយមានថា account Facebook របស់យើងមួយយើងអាចបង្កើតទំព័រ Facebook បានច្រើនឬក៏យើងអាចនិយាយបានថាគណនី Facebook មួយយើងអាចបង្កើត Facebook Page បានច្រើនបាទអញ្ចឹងនេះគឺជា Facebook Page នេះគឺជាទំព័រ Facebook បាទខ្ញុំនិយាយជាភាសាខ្មែរសង្ឃឹមថាបងប្អូនអ្នកថ្មីអាចយល់អញ្ចឹងយើងត្រូវបំពេញព័ត៌មាននៅទីនេះខាងលើគេបងប្អូនព័ត៌មានទំនាក់ទំនងនេះខាងលើគេដាក់បញ្ចូលគេហទំព័របើសិនជាបងប្អូនមានគេហទំព័រឬក៏មានភាសាអង់គ្លេសមាន website យើងអាចបញ្ចូលនៅត្រង់ហ្នឹងបានសម្រាប់ខ្ញុំមានប៉ុន្តែបងប្អូនយើងភាគច្រើនទូទៅពិសេសបងប្អូននៅតាមស្រុកស្រែចំការបងប្អូនអត់សូវបានយល់អត់សូវបានប្រើមិនដឹងថាមានប្រយោជន៍អីទេក៏អត់មានអញ្ចឹងក៏វាអត់បញ្ហាអីដែរក៏សូមមិនទាន់បំពេញត្រង់ហ្នឹងដែរខ្ញុំបំពេញត្រង់កន្លែងណាដែលយើងមានបងប្អូនមានគឺយើងអាចបំពេញបញ្ចូលបានអញ្ចឹងយើងដំណរសង្គមនេះយើងអាចភ្ជាប់ទៅកាន់ YouTube ទៅកាន់ Telegram សំដៅទៅកាន់ Instagram ទៅកាន់កម្មវិធី X Twitter ហើយនឹងកម្មវិធីផ្សេងទៀតនៅទីនេះបានហើយខ្ញុំក៏អត់ទាន់បំពេញដែរយើងមកបំពេញអាសយដ្ឋានមុនគេបាទអាសយដ្ឋានមុនគេត្រង់នេះផ្លូវបងប្អូនខ្ញុំដាក់លេខផ្លូវរបស់ខ្ញុំហើយខ្ញុំចុចរក្សាទុកខ្ញុំបញ្ចូលទីក្រុងបាទបញ្ចូលទីក្រុងខ្ញុំសាកវាយជាភាសាខ្មែរមើលចាញ់អត់មិញខ្ញុំវាយអង់គ្លេសបងប្អូនបាទពោធិសត្វអត់ឃើញបាទពាក្យខ្លះយើងវាយភាសាខ្មែរអត់ចាញ់ទេបងប្អូនតោះតែយើងវាយជាភាសាអង់គ្លេសបាទ
វាយអង់គ្លេសវាចាញ់បងប្អូនឃើញទេវាចាញ់យើងវាយជាភាសាអង់គ្លេសតែម្ដងដោយសារយើងអត់ដឹងថាយ៉ាងណាដែរទីតាំងមួយចំនួនវាយជាភាសាខ្មែរអត់ចាញ់ទេតើតែយើងវាយជាភាសាអង់គ្លេសហើយបញ្ចូលលេខកូដតំបន់នេះpostal code ជាភាសាអង់គ្លេស postal code បងប្អូនអាចឆែករមើលនៅក្នុង Chrome បានហើយខ្ញុំនឹងបញ្ជាក់នៅពេលក្រោយប៉ុន្តែនៅទីនេះខ្ញុំសូមបំពេញលឿនសិនបើសិនជាយើងអាឡ័យតែរចោះរឡើងវាយឺតវាខាតពេលបងប្អូនតាមដានទេសនាឆ្ងាយវែងឆ្ងាយអញ្ចឹងខ្ញុំសូមបំពេញសិនបងប្អូន150604បាទចុចមករក្សាទុកអានេះយើងបញ្ចូលនៅលើផែនទីតែហ្មងបងប្អូននេះនៅលើផែនទីតែហ្មងអញ្ចឹងខ្ញុំនៅម្ដុំនេះបាទខ្ញុំនៅម្ដុំនេះខ្ញុំដាក់ទៅនឹងទៅហ្មងបងប្អូនអាចដាក់ដូចគ្នាក៏បានអត់ក៏បានអត់បញ្ហាទេបាទទៅនឹងហើយខ្ញុំដាក់រក្សាទុកបាទឥឡូវនេះអាស័យដ្ឋានរបស់យើងឃើញលោតមកខាងក្រោមនេះហើយបងប្អូននេះNR file នេះមានន័យថាផ្លូវជាតិលេខ5បាទតាមពិតទៅវាមិននៅចុងផ្លូវជាតិលេខ5ទៅហ្មងទេតែយើងដាក់ក្បែរនឹងបានបងប្អូនយើងស្រួលរបើយើងវាយកន្លែងផ្សេងវាអាចអាប់ឡូតចាញ់មកបាទហើយយើងបញ្ចូលលេខទូរស័ព្ទនេះយើងអាចបញ្ចូលលេខទូរស័ព្ទដែលយើងដាក់ភ្ជាប់ដើម្បីធ្វើអាជីវកម្មអនឡាញឲ្យអតិថិជនរបស់យើងទំនាក់ទំនងមកណាបងប្អូនបាទយើងអាចដាក់ចូលទៅនឹងបាន016 559 238អត់ឃើញឲ្យយើងដាក់បូក855សំទោស016 559 238ខ្ញុំចុចរក្សាទុកអត់ឲ្យយើងដាក់855វិញចុចរក្សាទុកបាទលេខទូរស័ព្ទយើងបានបញ្ចូលរួចហើយតែលេខទូរស័ព្ទយើងប្រើក្បាលលេខកូដប្រទេសយើងបងប្អូន8បូក855អត់ដាក់លេខ0ទេបាទបន្ទាប់មកយើងបញ្ចូលអ៊ីមែលរបស់យើងថ្ងៃមុនបាគូ KH 96@gmail.com យើងបង្កើតថ្ងៃមុនរួចហើយចុចរក្សាទុកយើងអាចភ្ជាប់ជាមួយនឹង WhatsApp ហើយយើងបញ្ចូលតំបន់សេវាមានន័យថាតំបន់ដែលយើងរកស៊ីយើងអាចបម្រើសេវាទៅដល់តែខ្ញុំអត់បញ្ចូលទេបងប្អូនខ្ញុំប៉ុណ្្នឹងសិនខ្ញុំអូសទៅលើការងារត្រង់នេះបងប្អូនអាចបំពេញការងាររបស់បងប្អូនដូចទៅនឹងគណនីFacebook បងប្អូនដែរអញ្ចឹងដោយសារខ្ញុំបង្កើត page Grow Digital KH ដែលបងប្អូនកំពុងតែមើលនេះហើយនេះជា page របស់ខ្ញុំផ្សេងមួយទៀតសម្រាប់ខ្ញុំបង្ហាញទេអញ្ចឹងខ្ញុំវាយទៅ Grow Digital KH ទៅវាលោតចេញមកហើយអញ្ចឹងខ្ញុំចុចលើហ្នឹងហើយជំរើសមុខតំណែងយើងអាចដាក់មកបងប្អូននាយកទីតាំងពោធិសត្វក្រុងពោធិ៍សាត់ត្រង់នាយកនេះខ្ញុំសូមកែសារថ្មីបងប្អូនខ្ញុំដាក់ពាក្យស្ថាបនិកវិញស្ថាបនិកត្រូវជាងបាទស្ថាបនិកចុចគ្រីសហើយកន្លែងពណ៌នាអំពីការងាររបស់អ្នកនៅទីនេះបាទត្រង់នេះយើងបំពេញក៏បានអត់ក៏បានហើយខ្ញុំសូមបំពេញខ្ញុំដាក់ថាចែករំលែកចំណេះដឹង Digital បើសិនជាបងប្អូនលក់អាហារកែច្នៃឧទាហរណ៍ថាលក់ប្រហុកលក់ផ្អកបងប្អូនអាចដាក់ទៅនឹងមកមានលក់ប្រហុកផ្អកធម្មជាតិរបស់ខ្មែរសុទ្ធសាធរបស់ខ្មែរ 100% ឬក៏បងប្អូនលក់ខោអាវបងប្អូនអាចដាក់ថាមានលក់ខោអាវទាន់ទំនើបទាន់សម័យជាឧទាហរណ៍ទេបងប្អូនយើងបត់បែនទៅតាមអាជីវកម្មរបស់យើងទៅតាមពាក្យពេចន៍ដែលបងប្អូនគិតថាមើលទៅសមតំណងខ្លួនគ្នាមើលទៅសមរម្យមើលទៅសុភាពរៀបសារឬក៏តាក់ទាញ
បងប្អូនអាចបំពេញរៀងខ្លួនបានហើយខ្ញុំដាក់ប្រព័ន្ធនេះយើងបន្តទៅទៀតខ្ញុំចុចរក្សាទុកមកដល់ត្រង់នេះគេសួរថាយើងចង់ចែករំលែកអត់អ្វីដែលយើងបានបំពេញមិញហ្នឹងអញ្ចឹងបើយើងចង់ចែករំលែកយើងចុចចែករំលែកមានន័យថាវានឹងបង្ហោះនៅក្នុងទំព័រ Facebook ឬក៏ទំព័រគេហនៅក្នុងទំព័រ Facebook របស់យើងណាបងប្អូនបាទអញ្ចឹងបញ្ចូលវិទ្យាល័យបាទយើងបំពេញដូចទៅនឹងព័ត៌មាននៅក្នុង profile របស់យើងដែរណាបងប្អូនបាទសកលវិទ្យាល័យភូមិន្ទសង្ស័យអត់លោតចេញមកទេប៉ុន្តែឲ្យអត់ទាន់ឃើញមកអញ្ចឹងខ្ញុំថយទៅវិញតិចសិននៅពេលដែលយើងវាយពាក្យទៅត្រូវឈ្មោះសាកលវិទ្យាល័យរបស់យើងវាតែងតែលោតមកឲ្យបងប្អូនអាចជ្រើសរើសបានប៉ុន្តែខ្ញុំគិតថាបងប្អូនយើងមួយចំនួនទូចអត់ទាន់បានរៀនដល់សាកលវិទ្យាល័យទេអញ្ចឹងខ្ញុំគិតថាมันបំពេញដែរបាទតម្រូវភាគច្រើនតែហ្មងហើយយើងថយក្រោយទៅវិញហើយយើងបញ្ចូលវិទ្យាល័យនេះបញ្ចូលសាលាវិទ្យាល័យរបស់យើងហើយទីលំនៅបច្ចុប្បន្ននេះយើងបញ្ចូលខេត្តបញ្ចូលទីក្រុងដែលយើងរស់នៅបច្ចុប្បន្នមកបងប្អូនបាទត្រង់សាលារៀនអំបញ្ញមិញខ្ញុំគិតថាបងប្អូនបានយល់ហើយឥឡូវខ្ញុំបញ្ចូលមកខេត្តពោធិ៍សាត់ជាទីលំនៅបច្ចុប្បន្នរបស់ខ្ញុំវិញខ្ញុំដាក់អញ្ចឹងវិញខ្ញុំចុចចែករំលែកហើយបញ្ចូលស្រុកកំណើតខ្ញុំដាក់ពោធិ៍សាត់ដូចគ្នាចុចនៅកន្លែងស្វែងរកហើយយើងវាយពាក្យពោធិ៍សាត់បងប្អូននៅខាងណាយើងវាយជាក់ស្ដែងនៅទៅនឹងទៅបាទហើយខ្ញុំចុចរក្សាទុកចែករំលែកតទៅទៀតបញ្ចូលសព្វនាមបញ្ចូលភាសាបញ្ចូលម៉ោងបញ្ចូលសព្វនាមហើយភាសាខ្ញុំរំលងខ្ញុំបញ្ចូលម៉ោងខ្ញុំដាក់ថាបើកជានិច្ចខ្ញុំរក្សាទុកទៀតត្រង់បញ្ចូលម៉ោងអំបញ្ញមិញណាបងប្អូនត្រង់បញ្ចូលម៉ោងនៅតាណាចេះមិញនេះត្រង់កន្លែងបញ្ចូលម៉ោងហើយខ្ញុំដាក់បើកជានិច្ចហ្នឹងបងប្អូនបើសិនជាមានកន្លែងរកស៊ីបងប្អូនហាងបងប្អូនឬក៏ការលក់ដូររបស់បងប្អូនទាំងអនឡាញឬក៏ផ្ទាល់មានម៉ោងមានពេលបិទមានបើកបងប្អូនអាចកំណត់នៅត្រង់ហ្នឹងបានអាចបញ្ជាក់នៅត្រង់ហ្នឹងបានបាទអញ្ចឹងបញ្ចូលឈ្មោះផ្សេងមានឈ្មោះផ្សេងក្រៅពីឈ្មោះទំព័រ Facebook របស់យើងបញ្ចូលតំណែង add relationship ហ្នឹងមានន័យថាស្ថានភាពរបស់យើងនៅលាវយើងមានគ្រួសារហើយយើងអាចបញ្ចូលបានរក្សាទុកដោយទៅនឹងគណនី Facebook ដែរបងប្អូនដូចជាបានច្រើនហើយប៉ុណ្នេះខ្ញុំបញ្ចូលប៉ុណ្ណឹងសិនហើយព័ត៌មានមួយចំនួនទៀតដូចជាបណ្ដាញសង្គមបញ្ចូលតំបន់សេវាបញ្ចូល WhatsApp អីនេះនៅពេលដែលយើងបានបង្កើត YouTube បង្កើត Telegram បង្កើត Instagram សំទោសមិន Telegram ទេបង្កើត Instagram អីរួចរាល់ហើយខ្ញុំនឹងបំពេញតាមក្រោយទៀតបាទអរគុណបងប្អូនខ្ញុំជូនប៉ុណ្នេះពាក់ព័ន្ធទៅនឹងការបំពេញព័ត៌មានផ្សេងនៅក្នុងទំព័រ Facebook របស់យើងបាទឥឡូវនេះយើងបានបំពេញនេះគឺបានច្រើនមែនទែនហើយបងប្អូននេះយើងចុចអំពីមកហើយយើងមើលសារថ្មីទៅបងប្អូននេះចុចមើលសារថ្មីនេះយើងបានបំពេញព័ត៌មានគឺច្រើនហើយនៅកន្លែងពណ៌អក្សរពណ៌ QQ ហ្នឹងជាកន្លែងដែលយើងត្រូវបំពេញបន្ថែមទៀតអញ្ចឹងបងប្អូនអាចបំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្ដែងបាទអរគុណជូនប៉ុណ្នេះបងប្អូនតាមតន់សរសេរតន់ដើម្បីយើងនឹងបន្តមេរៀនទៅទៀតអត់តន់ទេបងប្អូនអាចអូសមើលចោះឡើងហើយអាច comment សួរឬក៏អាចផ្ញើសារមកសួរបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត